សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Smart Class KH នៅក្នុងថ្ងៃនេះផងដែរខ្ញុំនឹងមកបង្រៀនអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងរបៀបដាក់ extension ហើយនឹង remove extension នៅក្នុង Google Chrome តោះទៅទស្សនាទាំងអស់គ្នាជំហានដំបូងអ្នកទាំងអស់គ្នាទៅរក web browser មួយដែលមានឈ្មោះថា Google Chrome ចុចលើវាមកហើយវានឹងចេញផ្ទាំង interface របស់ Google បែបនេះអញ្ចឹងខ្ញុំនឹងប្រាប់របៀបបើក Chrome Web Store មានពីររបៀបអញ្ចឹងរបៀបទី1គឺយើងគ្រាន់តែវាយពាក្យថា Chrome Web Store Enter មកហើយវានឹងចេញបែបនេះគឺយើងត្រូវយក website ទី1បន្ទាប់មកយើងនឹងមកដល់ Store ហើយរបៀបទី2អ្នកទាំងអស់គ្នាគ្រាន់តែចុចកន្លែង 3 នៅខាងលើគេបំអស់កន្លែងស្ដាំដៃដែលមានឈ្មោះថា Customize and Control Google Chrome ចុចលើវាមកហើយវានឹងចេញពាក្យថា Extensions យើងចុចកន្លែង Extension វានឹងបង្ហាញផ្ទាំងមួយទៀតនៅខាងឆ្វេងដៃអញ្ចឹងយើងយកពាក្យថា Visit Chrome Web Store អញ្ចឹងវាចេញដូចគ្នាជំហានទី1ខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាហើយគឺយើងធ្វើបែបនេះជំហានទី2គឺយើងត្រូវធ្វើបែបនេះជំហានបន្ទាប់អ្នកទាំងអស់គ្នាចង់ add website មួយណាឬមួយក៏ app មួយណាទៅក្នុង extension របស់យើងអញ្ចឹងយើងវាយមកសម្រាប់ខ្ញុំនឹងប្រើ Google Translate ដើម្បីជួយជំនួយការងាររបស់ខ្ញុំអញ្ចឹងខ្ញុំវាយ Google Translate មកវាចេញបែបនេះបន្ទាប់ពីចេញហើយយើងចាប់ផ្ដើម add to Chrome បន្ទាប់ពី add to Chrome ហើយគឺ add to extension អញ្ចឹង app មួយនេះវានឹងចូលនៅកន្លែង extension ត្រង់ចំណុចនេះខាងលើ extension ហ្នឹងឯងចុចលើវាមកហើយបន្ទាប់មកយើងចាប់ផ្ដើមដាក់ pin មកយើងចាប់ផ្ដើមចុច 3 នៅខាងស្ដាំដៃហើយយកពាក្យថា options បន្ទាប់ពីចេញបែបនេះហើយតើភាសាដែលយើងចង់ឲ្យវាចេញនឹងជាអីគេសម្រាប់ខ្ញុំយកភាសាចម្បងរបស់ខ្ញុំគឺភាសាខ្មែរអញ្ចឹងខ្ញុំចាប់ផ្ដើមរកខ្មែរ language មកបាទបន្ទាប់ពីឃើញខ្មែរ language ហើយយើងចុចពាក្យថា save យើងបើកផ្ទាំងថ្មីមកហើយយើងចាប់ផ្ដើម refresh វាមួយមកហើយយើងចង់អានអត្ថបទមួយណាដែលជាភាសាអង់គ្លេសអញ្ចឹងខ្ញុំដាក់ថា what is reading វាមកបន្ទាប់មកខ្ញុំអត់ចេះប្រែវាទេថាពីបន្ទាត់នេះគឺមានន័យថាម៉េចអញ្ចឹងខ្ញុំត្រូវ select លើវាហើយខ្ញុំនឹងឃើញបែបនេះអញ្ចឹងខ្ញុំគ្រាន់តែចុចសញ្ញាកន្លែង Google Translate នេះមកវាចាប់ផ្ដើមប្រែជាភាសាខ្មែរឲ្យអញ្ចឹងខ្ញុំអាចឲ្យវាអានជាអង់គ្លេសក៏បានជាភាសាខ្មែរក៏បានមកមើលទាំងអស់គ្នាមើល Reading is a multifaceted ចំពោះភាសាខ្មែរវិញការអានគឺជាដំណើរការចម្រុះដែលពាក់ព័ន្ធបាទនេះហើយគឺជារបៀប add extension ទៅលើ Google Chrome ដែលវាជំនួយយើងធ្វើការបានយ៉ាងរហ័សអញ្ចឹងអ្នកទាំងអស់គ្នាអត់ពេញចិត្តជាមួយនឹងវាទេអាច remove បានរបៀប remove គឺងាយស្រួលទេអ្នកទាំងអស់គ្នាគ្រាន់តែចូលកន្លែង extension ខាងលើនេះមកហើយចាប់ផ្ដើមយក 3 ខាងស្ដាំដៃហ្នឹងហើយយកពាក្យថា remove from Chrome អញ្ចឹងចុច remove មកអញ្ចឹងវានឹងឈប់ដំណើរការនៅក្នុង Google Chrome ហើយជាមួយនឹង Google Translate ជួបគ្នានៅវីដេអូក្រោយ